បាទចឹងថ្ងៃនេះជាថ្ងៃទី2ហើយដែលកូនទាំងអស់គ្នាសិស្សានុសិស្សទាំងប្រុសទាំងស្រីណាមានទឹកចិត្តគេហៅថាខ្មែរជួយខ្មែរណាទោះបីថាយើងមិនមានច្រើនជាដុំកំភួនអីប៉ុន្តែជាទឹកចិត្តបាទទឹកចិត្តហ្នឹងគឺធំធេងណាស់អញ្ចឹងលោកគ្រូសូមអានឈ្មោះកូនដែលចូលព្រឹកមិញនឹងថ្ងៃនេះព្រឹកមិញវេនព្រឹកណាវេនព្រឹកមានកូនខៅគុណវិឡាបញ្ញពរ 20000 រៀលមេងធីនស៊ីង 20000 រៀលធួនវិរៈអនុរុទ្ធ 1000 រៀលឈុនមនីរិទ្ធិសិទ្ធ 1000 រៀលង៉ែតសវណ្ណមនី 2000 រៀលសុខុមថេកាំង 1000 រៀលហ៊ុនឡុងទី 1000 រៀលលឹមកិច្ចគី 2000 រៀលធនសម្បត្តិវិមាន 10000 រៀលផល្លាវតី 1000 រៀលថៃសៀធាន 10000 រៀលអ៊ំច័ន្ទមួយហេង 1000 រៀលសៅកនិកា 1000 រៀលសរុបពេលព្រឹកបាន 71000 រៀល 71000 រៀលហើយបាញ់មិញនេះសិស្សវេនថ្ងៃរបស់យើងចូល2ដងហើយដោយសារកូនសិស្សខ្លះគាត់ថាលោកគ្រូម៉ាក់មិនស្មិញម៉ាក់ចូលឥឡូវយើងចង់ចូលខ្លួនឯងម្ដងអញ្ចឹងមែនបាទអានេះជាទឹកចិត្តទោះបីថាតិចក្តីច្រើនក្តីយើងទឹកចិត្តបាទអញ្ចឹងមិញនេះគឺកូនឌីរ៉ុងសេវិន 10000 រៀលឌីរ៉ុងមីអឺ 5000 រៀលសុងច័ន្ទសីហវិជ្ជរា 10000 រៀលតែមីជីង 5000 រៀលយ៉ាតគឹមជេង 500 រៀលរិទ្ធនីសា 1500 រៀលកុសលភិមាន 1000 រៀលអ៊ំច័ន្ទវិបុតចូល2ដងហើយម្សិលមិញ 1000 ថ្ងៃនេះ 1000ហើយម៉ាក់ចូលផ្សេង 1000 រៀលទៀតវីសវណ្ណកុងគា 1000 រៀលទៀតម្សិលមិញហ្មងចូល2000ហ្នឹងហើយរានថានីម 5000 រៀលម្សិលមិញម៉ាក់ចូលឥឡូវកូនចូលម្ដងសរុបមិញនេះបាន 40000 រៀលសរុបទាំងមួយថ្ងៃហ្នឹងតាំងពីព្រឹកដល់ថ្ងៃនេះព្រឹកមិញបាន71000 ហើយឥឡូវ 40000 ទៀតហើយបូកនឹងម្សិលមិញទៀតម្សិលមិញ 68000 រៀលបូកម្សិលមិញថ្ងៃហ្នឹងណាថ្នាក់ទី2របស់យើងបានចំនួន 179,000 រៀលអញ្ចឹងលុយទាំងអស់នេះថវិកាទាំងអស់នេះគឺជាទឹកចិត្តរបស់កូនទាំងអស់គ្នាក៏ដូចជាបងអ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់នេះលោកគ្រូអត់បានសរុបបងអាណាព្យាបាលគាត់ scan ទេណាគាត់ scan គឺលោតចូលនៅក្នុងគណនីរបស់សាលាហើយនេះលោកគ្រូគាត់តែគាត់កូនដែលចូលផ្ទាល់អញ្ចឹងណាមូលនិធិជួយទៅដល់បងវរៈកងទ័ពក៏ដូចជាបងប្អូនយើងដែលលោកភាសឹកអញ្ចឹងហើយធម្មតាទេយើងមិនចង់ឃើញសង្គ្រាមទេអញ្ចឹងហើយសូមជូនពរជូនជ័យសិរីសុស្ដីដល់កូនទាំងអស់គ្នាសូមទទួលបានសុខសុវត្ថិភាពរួចផុតពីជំងឺដំកាត់ផ្សេងហើយមួយទៀតនោះក៏សូមឲ្យបានរៀនឆាប់ចេះឆាប់ចាំចំណាំឆាប់បានណាអ្វីដែលល្អនោះគឺថាសូមឲ្យប្រឡងជាប់ទាំងអស់គ្នាណាកុំឲ្យមានអ្នកធ្លាក់អនុមោទនី